នៅព្រឹកថ្ងៃទី15ខែមករាឆ្នាំ2026នេះក្រុមលេខាធិការគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃរវាងយុទ្ធភូមិភាគទី4ភាគីកម្ពុជានិងកងទ័ពភូមិភាគទី2ភាគីថៃបានជួបប្រជុំគ្នានៅច្រកព្រំដែនអន្តរជាតិជាំស្រងាំស្រុកអិនលុងវែងខេត្តឧត្តរមានជ័យក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រីនិតណារុងនាយសេនាធិការរងយុទ្ធភូមិភាគទី4និងក្រុមលេខាធិការដ្ឋានរបស់ថៃដឹកនាំដោយឧត្តមសេនីយ៍ត្រីកំផណៈផាវ៉ាត់សុននាយសេនាធិការកងទ័ពភូមិភាគទី2ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់មួយចំនួនលើការពង្រឹងការអនុវត្តនៅខ្លឹមសារសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមគូបញ្ជាក់សារជាថ្មីពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ម៉ត់ចត់ស្មោះត្រង់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួនបំផុតនៅសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC នៅថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀតសម្ដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីយុត្តិធម៌និងយូរអង្វែងសមស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ